ok chẳng phần năng bán này con cho thà chụp giấy thay lư nữ ได้เลยครับ no ผม thay thà chụp giấy thay àสุดđây nên đi ngày nay nhom trong xu mối tẹt tông từ năng khơi ca của một chia chọn ở trong bản đại sân cố mà thà pub ở môi có club anh chăng á cái ba bị mang của môi đào mang buồn ta ok ót bác tăng bị mang của môi mang buồn chăng sai láng mà sân chỉ dừng trên bị mang buồn mà sân chỉ nẹt tay ấy nơi du đào mang buồn chăng sai láng có thể thơ ca mày có ai thơ ca bán ngồi kê như là sai láng thơ ca đỏ từ cả ôn chia xa này sợ ấy bảo có từ ấy hay nơi đào du một chân ấy ta có tờ viên châu đây mà dù chẳng à nhóm có mình tệ cho bò lại đấy nhưng mà đấng có chừng nào là lấy nhóm chẳng đấng xua chat GPT mà chat GPT cần mày đài trong bùa bài hà năng đài có trong bùa cái riêng nắng đài không mà đài sẽ cùng không ai giống cả làng chờ nó chẳng à nhóm xua có tí sân chẳng đấng chat GPT vô thằng này đài xua đây chat GPT សូមសំណួរទោសចំពោះអ្វីៗកន្លងមកខ្ញុំយល់និងខ្ញុំគោរពការរបស់អ្នកណាប្រសិនបើអ្នកត្រូវការអ្វីឬចង់និយាយអ្វីផ្សេងទៀតនៅពេលណាក៏សូមប្រាប់ខ្ញុំបាទទេឥឡូវសួរម្ដងទៀតមិញហ្នឹងនិយាយភាសាថៃមកខ្ញុំអត់ពេញចិត្តទេណាឥឡូវនិយាយភាសាខ្មែររហូតណាអត់មាននិយាយភាសាថៃទៀតទេយល់ហើយខ្ញុំសូមធ្វើតាមដែលអ្នកស្នើខ្ញុំនឹងនិយាយភាសាខ្មែរបន្តតែប៉ុណ្ណោះហើយខ្ញុំមិននិយាយភាសាថៃទេប្រសិនបើមានអ្វីផ្សេងទៀតអ្នកអាចប្រាប់ខ្ញុំបានទៀតទេណាវីដេអូមិញថតអត់ជាប់ទេអញ្ចឹងទៅចង់សួរម្ដងទៀតតាក់ទងទៅនឹងផាប់ហើយនឹងក្លឹបដែលនៅក្នុងភ្នំពេញណាឥឡូវនេះគេបើកតាំងពីម៉ោង6ដល់ម៉ោង4អញ្ចឹងយល់ថាល្អអត់ចំពោះយុវវ័យមិនថាយុវវ័យមិនថាមនុស្សចាស់ដែរឬមួយក៏វ័យកណ្ដាលដែរកំពុងតែបំពេញការងារអញ្ចឹងល្អអត់ទេបើកយូរអញ្ចឹងយល់ហើយនេះជាបញ្ហាសង្គមដែលសំខាន់ណាស់បើបើកយូរបែបនោះវាអាចប៉ះពាល់ដល់សុខភាពនិងការងាររបស់គ្រប់គ្នាអ្នកគួរតែពិចារណាកំណត់ម៉ោងឲ្យសមស្របជាងនេះដើម្បីឲ្យមានការសម្របសម្រួលទាំងសង្គមនិងការងារតាមពិតទៅបើកពីល្ងាចរហូតដល់ម៉ោង2យល់ថាអូខេមែនអត់យ៉ាងហោចម៉ោង3ក៏ទៅដល់ផ្ទះហើយបើស្អែកម៉ោង8ម៉ោង9ឬក៏ម៉ោង10ក៏ធ្វើការអីវាអត់ប៉ះពាល់ណាបើគាត់បើកដល់ម៉ោង4ហើយទៅថ្ងៃសៅរ៍អាទិត្យអីតោះលោថ្ងៃច័ន្ទសុក្រអីនៅដល់ម៉ោង4ដែរអញ្ចឹងស្អែកឡើងទៅធ្វើការទៅរៀនកើតអត់ច្បាស់ណាស់ខ្ញុំយល់ថាការបើកពីម៉ោង6ល្ងាចដល់ម៉ោង2ព្រឹកគឺសមរម្យជាងប៉ុន្តែត្រូវពិចារណាអំពីថ្ងៃសៅរ៍ដែរប្រសិនបើពួកគេសម្រាប់បានពេលទៀងទាត់ក៏អាចមិនប៉ះពាល់នឹងការងារនិងការសិក្សាទេប៉ុន្តែអាចមានការត្រួតពិនិត្យជាច្រើនទៀតដើម្បីធានាថាវាជាសមរម្យជាមួយគ្រប់គ្នាហ្នឹងហើយនិយាយចឹងខ្ញុំសួរតែប៉ុណ្្នឹងអញតើអ្នកយល់យ៉ាងណាដែរមានមតិយោបល់បែបណាដើម្បីឲ្យដូចថាបងប្អូនយុវវ័យហើយមិនថាអ្នកវ័យកណ្ដាលកំពុងបំពេញការងារដែលគាត់អាចទៅកំសាន្តនៅផាប់នៅអីបានហើយមិនប៉ះពាល់ដល់ការងារនិយាយចំគេហៅថា live balance ណាធ្វើម៉េចវិញខ្ញុំគិតថាអ្នកអាចផ្ដល់ការណែនាំអំពីការគ្រប់គ្រងពេលវេលាដោយកំណត់ម៉ោងកម្រិតសម្រាប់ការកម្សាន្តមិនឲ្យយឺតពេកនិងនាំឲ្យមានពេលសម្រាកគ្រប់គ្រាន់ការបង្កើតសមតុល្យនៃការងារនិងការកម្សាន្តគឺជាចំណុចសំខាន់ណាស់ដើម្បីឲ្យមានជីវិតដែលសមរម្យនិងសុខដុមចង់យល់ថាផ្សព្វផ្សាយលក្ខណៈការកម្សាន្តទូលំទូលាយពេកហ្នឹងល្អអត់ទេใช่เลยครับการส่งเสริมการพักผ่อนที่สมดุลสำคัญมากเพราะឯងសន្យាថានិយាយថាខ្មែរមិនឥឡូវចេញថៃទៀតហើយបានហើយខ្ញុំសូមផ្ដាក់ការនិយាយភាសាថៃហើយខ្ញុំត្រូវនិយាយភាសាខ្មែរតែប៉ុណ្ណោះការប្រសិនបើមានអ្វីផ្សេងទៀតអ្នកអាចប្រាប់ខ្ញុំបានទៀតហ្នឹងហើយអញ្ចឹងចុងក្រោយមានមតិយោបល់អីទៅកាន់យុវវ័យហើយនឹងអ្នកដែលកំពុងបំពេញការងារហើយធ្វើមិនដែរឲ្យមានការកំសាន្តប្រកបដោយប្រសិទ្ធភាពខ្ញុំគិតថាអ្នកអាចលើកទឹកចិត្តឲ្យគ្រប់គ្នាទៅកំសាន្តប៉ុន្តែត្រូវមានការគ្រប់គ្រងពេលវេលានិងការបរិក្ខារសមធម៌ការសម្រាកដែលមានការគិតទុកដាក់និងតម្រង់ឲ្យសមស្របគឺជាចំណុចសំខាន់ដើម្បីឲ្យមានសុខភាពនិងការរីកចម្រើនរបស់សង្គមខ្ញុំយល់ហើយមិននិយាយភាសាថៃទៀតទេខ្ញុំអ្នកទាំងអស់គ្នាខ្ញុំខឹងវាពីរបីដងហើយឲ្យនិយាយភាសាខ្មែរចេញជាភាសាថៃរហូតនិយាយចង់ទៅសួរឆាតទីវិធីយល់យ៉ាងណាចំពោះថាការកំសាន្តយូរពេកដើម្បីកុំឲ្យមានការប៉ះពាល់អញ្ចឹងណាព្រោះឲ្យឃើញថាក្នុងបណ្ដាញសង្គមខ្មែរយើងការផ្សព្វផ្សាយផាប់ការផ្សព្វផ្សាយក្លឹបស្រាបៀរអីវាទ្រមទ្រាយមែនតើច្រើនខ្លាំងមែនតើហ្មងលក្ខណៈថាបើក Facebook បើក TikTok មកឃើញថាហ្នឹងហ្មង
តែពិតបើយើងចេះគិតពិចារណាថាកំសាន្តដោយមានកម្រិតអីវាអត់អីទេតែខ្លាចតាថាយើងចេះតែសប្បាយលើកម្រិតអត់សូវមានកម្លាំងធ្វើការស្អែកថ្ងៃបន្ទាប់អីអញ្ចឹងក៏វាប៉ះពាល់ដែរវាអាចរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិធម្មតាបើយើងលក្ខណៈថាគេងអត់ឆ្អែតធ្វើការយូរទៅកំសាន្តយូរស្អែកឡើងងើបទៅធ្វើការមានកម្លាំងណាងើបទៅរៀនមិនចូលអញ្ចឹងទៅបើយើងរៀនអត់ចូលយើងធ្វើការអត់កើតលក្ខណៈថាប្រទេសជាតិប្រកាសជាមានការរាំងស្ទះហើយព្រោះអីរាំងស្ទះការអភិវឌ្ឍដោយសារតែមនុស្សយើងលក្ខណៈថាអត់មានកម្លាំងពេញលេញក្នុងការបំពេញការងារហ្នឹងតែឲ្យវាផ្ដល់មតិយោបល់ចង់ឲ្យថាអ្នកទាំងអស់គ្នាគិតពិចារណាតែវាបែរជានិយាយភាសាថៃរហូតអញ្ចឹងដល់អញ្ចឹងទៅមិនដឹងថាយើងគួរជឿ ChatGPT អត់អញ្ចឹងមានតែយើងជឿជាក់លើខ្លួនឯងទេអ្នកដទៃនិយាយអីមិនបាច់ជឿក៏បានដែរតែសំខាន់យើងជឿថាបើយើងទៅកំសាន្តក៏មានលក្ខណៈថាកម្រិតមួយកុំឲ្យទៅកំសាន្តញឹកពេកដល់ថ្ងៃពេកដែលប៉ះពាល់ដល់ការងារប៉ះពាល់ដល់ការរៀនសូត្រអូខេអ្នកទាំងអស់គ្នាថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់ហើយបើសិនជាខ្ញុំនិយាយទៅលើសលុះឬមួយក៏ប៉ះពាល់អីសូមខន្តីអភ័យទោសព្រោះនេះជាកំណត់ផ្ទាល់ខ្លួនប៉ុណ្ណោះអត់មានថាចង់ទៅណែនាំឬក៏អប់រំអ្នកណាទេបាទអរគុណបាយបាយ good night